ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើ topic អំពី hardware monitor ជាដំបូងយើងចូលមកកាន់ VirtualBox មកហើយយើងចុចប៊ូតុង Start យើងរងចាំវាដើរសិនបន្ទាប់ពីដាក់ពេញហើយវាចូលមកកាន់ផ្ទាំង login យើងវាយ user ចូលហើយបន្តមកទៀតវាយ password ហើយបន្តមកទៀតយើង check IP វាយើងវាយ IPA បន្ទាប់ពីបាន IP ហើយយើងចូលមកកាន់ CMDយើងវាយ command SH ដើម្បីចូលទៅកាន់ SH ហើយ user add ហើយបន្តមកទៀតយើងវាយ password ឥឡូវនេះយើងចូលមកកាន់ SH server យើងហើយយើងវាយ command who am I ដើម្បី check user ហើយបន្តមកទៀតអានេះជា user របស់យើងវាយ command pwd ដើម្បី check directory បន្ទាប់ពី check directory ហើយយើងត្រូវ check machine name វាយើងវាយ command hostname អានេះជា Ubuntu server ដែលជាឈ្មោះ machine របស់យើងហើយបន្តមកទៀតយើងវាយ command ដើម្បី check CPU យើងវាយ command ls cpu អានេះជាការ check CPU របស់យើងហើយបន្តមកទៀតយើងត្រូវ check process របស់ CPU ហ្នឹងថាវា run ទៅលើអីខ្លះយើងវាយ command top អានេះវា run ទៅលើ user យើងហើយអានេះសុទ្ធតែជា process ដែលវា run យើង clear វាសិនមកបន្ទាប់ពីយើង check CPU ហើយយើងត្រូវ kill process ID យើងត្រូវ install xtop សិនយើងដើម្បី install xtop យើងត្រូវវាយ command sudo apt install xtop .y មកដើម្បីកុំឲ្យវាសួរថាយើងយក yes ឬក៏ no ហើយយើងវាយ password ឥឡូវនេះយើងរងចាំវាដើរសិនយើង install រួចរាល់ហើយយើង check មើល xtop របស់យើងវាយ command នេះជា xtop របស់យើងវាមាន CPU មាន memory មាន swap ហើយយើង control C មកហើយបន្ទាប់ពីយើង install xtop ហើយយើង show CPU បន្ទាប់ពីយើង install xtop ហើយយើងត្រូវ check RAM យើងវាយ command free .h មកនេះជា RAM របស់យើងនេះជា RAM ដែលនៅតំណេហើយនេះជាទំហំ RAM របស់យើងហើយនេះជា swap ហើយបន្ទាប់ពីយើង check RAM ហើយយើង check hard disk យើងវាយ comment
df.8 នេះ hard disk របស់យើងហើយបន្ទាប់ពី check hard disk ហើយយើងចង់ check មើល hard disk ម្ដង2បើសិនជាយើងមាន hard disk 2យើងវាយ comment ls 2lk នេះជា hard disk របស់យើងទី1ហើយនិង hard disk ទី2មាន 25G ហើយបន្ទាប់ពីយើង check hard disk ហើយយើង kill PID ដើម្បីយើង kill PID យើង check 8 សិនមកដើម្បីយើងចង់ដឹង ID របស់វាយើងមើលថាយើងត្រូវ kill PID មួយណាឥឡូវយើងយកអានេះចុះយើងវាយ comment kill dot ណាហើយឥឡូវនេះចំពោះការធ្វើ topic hardware monitor របស់យើងត្រូវបានបញ្ចប់ហើយអរគុណលោកគ្រូជំរាបលា